មាត់មនុស្សរហ័សដូចខ្យល់អ្នកដែលធ្លាប់ចេញចូលផ្សារភាគហ៊ុនពីរបីដងនឹងដឹងច្បាស់ពីអត្ថន័យក្នុងសុភាសិតថាមាត់មនុស្សរហ័សដូចខ្យល់ដោយងាយៗនៅពេលដែលសន្ទុះភាគហ៊ុនធ្លាក់ចុះដោយមានដំណឹងថារដ្ឋាភិបាលចូលមកជ្រៀតជ្រែកឬនាយទុនធំលក់ភាគហ៊ុននោះនឹងផ្សព្វផ្សាយចេញទៅយ៉ាងឆាប់រហ័សឬពេលដែលតម្លៃភាគហ៊ុនឡើងខ្ពស់នឹងល្បីថាប្រាក់ពីក្រៅហូរចូលឬនាយទុនធំទិញភាគហ៊ុនជាដើមពេលនោះពួកមមាញទាំងឡាយនឹងឮហើយដំណឹងក៏ជឿតាមដោយឃើញគេលក់នឹងនាំគ្នាលក់តាមគេព្រោះខ្លាចថាប្រសិនបើមិនប្រញាប់លក់ទេអាចនឹងខាតដើមខ្លាំងជាងនេះឬឃើញគេដណ្ដើមគ្នាទិញភាគហ៊ុនមួយនោះក៏នាំគ្នាទិញតាមគេព្រោះចង់បានចំណេញដូចគេដែរប៉ុន្តែលទ្ធផលចុងក្រោយអ្នកដែលឈឺចាប់ឬស្លាប់នៅក្នុងភ្លើងគឺមមាញនេះឯងនៅសម័យបុរាណនៅក្នុងសម័យសង្គមកសិកម្មព័ត៌មានធុរកិច្ចអាស្រ័យលើការនិយាយតគ្នាពីមាត់មួយទៅមាត់មួយដែលរមែងផ្សព្វផ្សាយចេញទៅយឺតនិងមិនទូលំទូលាយឡើយដែលខុសពីសម័យបច្ចុប្បន្នស្រឡះព្រោះមាត់មនុស្សពិតជារហ័សដូចខ្យល់មែនខ្យល់ពីតៃវ៉ាន់បក់មិនដល់កៅសុងទេប៉ុន្តែដំណឹងពីតៃវ៉ាន់តាមរយៈទូរស័ព្ទទូរលេខឬទូរស័ព្ទវិញមួយផ្លែតប៉ុណ្ណោះនឹងផ្សព្វផ្សាយទៅដល់កៅសុងភ្លាមដូច្នេះក្នុងសម័យដែលមានដំណឹងស្មុគស្មាញនិងមានមាត់មនុស្សរហ័សដូចខ្យល់បែបនេះនៅពេលដែលទទួលដំណឹងអ្វីក៏ដោយកិច្ចការសំខាន់ដែលត្រូវធ្វើមុនគេគឺស្រង់យកនិងបែងចែកការពិតនៃដំណឹងនោះកុំជឿតាមគេដោយមិនមើលមុខមើលក្រោយឲ្យសោះ